បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំអត់មានអ្វីប្លែកទេបងប្អូនគឺឲ្យចំណីមាន់ពេលព្រឹកបងប្អូនដោយសារយើងចិញ្ចឹមមាន់បន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់យើងណាបងប្អូនមិនជាច្រើនប្រមាណទេបងប្អូនតែប៉ុណ្ណេះក៏ចាត់ទុកថាច្រើនដែរដោយសារអីការចិញ្ចឹមមុនដំបូងតែប្រហែលក្បាលទេបងប្អូនតែ4-5ក្បាលទេហើយឈ្មោល2 3មេ2ហើយមេ3ប៉ុណ្ណឹងដល់ពេលយើងចិញ្ចឹមទៅចេះតែរីកសរសើរវាកើតតពូជបានច្រើនបងប្អូននេះមកអត់អស់បងប្អូនដោយសារអីដោយសារមានវាស្រែនៅជិតនោះបងប្អូននៅព្រឹកឡើងយើងមិនទាន់ច្បាស់ចំណីផងមិនចាញ់ទៅស៊ីចំណីខាងក្រៅអស់មួយចំនួនបងប្អូននៅតែមួយចំនួនបើខាងដើកូនខាងអ៊ុយតលិកស្បកថ្មីនៅក្រៅភូមិដើរកស៊ីខាងក្រៅឆ្ងាយបងប្អូនថាជាទម្លាប់របស់វាហើយការចិញ្ចឹមនេះខ្ញុំអត់បានចូលចំណីពីច្រើនទេគឺនៅព្រឹកឡើងគឺខ្ញុំច្បាស់អង្គដែលយើងដាំបាយហូបនោះណាបងប្អូនគឺខ្ញុំបាទច្បាស់អង្គច្បាស់ពេលព្រឹកច្បាស់ពីពេលបងប្អូនច្បាស់ពេលព្រឹកច្បាស់ពេលល្ងាចពេលថ្ងៃគឺអត់ទេបងប្អូនពេលថ្ងៃគឺឲ្យចេញរកស៊ីខាងក្រៅដូចជាស្ដែងចឹងបងប្អូនដូចនិយាយដល់វីដេអូមកដំបូងគឺមិនទាន់ដាក់ចំណីផងគឺវាចេញទៅក្រៅបាត់ហើយបងប្អូនទៅក្រៅវាអត់បានស៊ីចំណីដែលយើងដាក់អុយផងចំនួនសារវាចេញទៅក្រៅអស់ហើយដោយសារមានការថែទាំដាក់ទឹកស្អាតដាក់ទីបងប្អូនហើយទីធ្លាយើងក៏វាស្លាស់ល្អគឺមិនងាយឈឺទេបងប្អូនយើងចឹងបែបធម្មជាតិតែយើងនៅថែទឹកដៅនេះគឺជារដូវប្រាំងផងបងប្អូនទឹកមិនគឺសំខាន់ខ្លាំងណាស់បងប្អូនទឹកមិនលោកអីកាលណាតាដៅឡើងដៅមិនថាតែមនុស្សមិនថាតែសត្វមិនត្រូវការទឹកដែរបងប្អូនចំណីអាហារត្រូវការទឹកបងប្អូនអត់ទឹកគឺមិនបានទេបងប្អូននេះខ្ញុំបាទកំពុងតែដាក់ទឹកឲ្យមិនបងប្អូននៅមកដល់ទៀតlạiដល់ទៅយកដាក់ដបតិចតូចទេបងប្អូនដោយសារអីមិនតិចដែរទៅយើងដាក់ដបតូចប៉ុណ្ណេះហ្នឹងធ្វើបានមួយថ្ងៃដែរបងប្អូនមួយថ្ងៃរីងហើយបងប្អូន2 ដបព្រោះមិនក៏មិនមែនជាទូផឹកធំដល់ថ្នាក់លីត្រដូចមនុស្សយើងបងប្អូនផឹកមានកំណត់របស់វាដល់នេះដល់ប្រាំងហើយបងប្អូនថែទាំសុខភាពផងបងប្អូនថាសត្វចិញ្ចឹមរបស់យើងក៏យើងត្រូវមើលថែសុខភាពខ្លួនយើងក៏យើងត្រូវមើលថែដែរបងប្អូនដោយសារអាកាសធាតុក្តៅឡើងដល់41អង្សាហើយក្តៅខ្លាំងចេញក្រៅចាំជាចាំចេញទៅធ្វើការបងប្អូនកុំចេញក្រៅពេកថាយើងអាចដល់ម៉ោងត្រជាក់យើងស៊ីឈ្នួលគេចេញក្តៅអីមើលថែទាំសុខភាពផងបងប្អូនធ្វើការក្តៅពេកហើយជាពិសេសទឹកបងប្អូនត្រូវផឹកទឹកឲ្យបានច្រើនបងប្អូនវីដេអូរបស់ខ្ញុំមិនមានអ្វីជាប្លែកទេបងប្អូនភាសាគឺលើកឡើងពីស្បាច់ចំណីឲ្យមកបងប្អូនភាសាចំណិនតែជួយថតបង្ហាញបងប្អូនពីសកម្មភាពឲ្យចំណីមកតាមបែបធម្មជាតិបងប្អូនគឺមិនដើរស៊ីដើរសេរីមានសេរីភាពនៅពេលហើយមិនធំលឿនទេបងប្អូនតាម
ទេបងប្អូន